សួស្តីអ្នកគ្នាសូមស្វាគមន៍មកកាន់វគ្គទី3នៃសាច់រឿងអ្នកបម្រើប្រុសគឺជាស្រេចវិសាចបន្ទាប់ពីវគ្គមុនមកនៅពេលដែលហ្វានចង់ឲ្យអ្នកនាងគ្រួសារលូនិងអ្នកប្រុសតូចចូលទៅក្នុងព្រៃដើម្បីលាក់ខ្លួននោះក៏ប៉ុន្តែអ្នកនាងគ្រួសារលូក៏ឆ្លើយតបទៅហ្វានវិញថាហ្វាននាំអ្នកប្រុសតូចចូលទៅក្នុងព្រៃដើម្បីលាក់ខ្លួនចុះចំណែកឯខ្ញុំវិញខ្ញុំនឹងទៅជួយលោកមេកងផាងក៏ប៉ុន្តែហ្វានក៏បាននិយាយទៅវិញថាអត់ចង់ហើយហ្វានក៏បន្តនិយាយទៀតថាខ្ញុំមិនស្គាល់ទីនេះទេហើយបើនាងមិនព្រមទៅជាមួយពួកយើងហើយខ្ញុំនឹងអាល្អិតហ្នឹងធ្វើម៉េចបានចេញផុតទៅបើនាងទៅខ្ញុំក៏ទៅដែរទុកអាល្អិតហ្នឹងងាប់នៅនឹងតែឯងមិនហើយទៅចំណែកអ្នកប្រុសទៅគាត់ថាលើកបែបនោះក៏និយាយថាចំមិននិយាយចឹងហើយហ្វានក៏ឆ្លើយទៅវិញថាខ្ញុំអត់ខ្វល់ងាប់ណាងាប់ទៅកុំអស់យើងទៅជាមួយហើយហ្វានក៏បន្តនិយាយថាមិនដែរពេញចិត្តទេក៏ប៉ុន្តែហ្វានក៏ផ្ដល់យោបល់ឲ្យនាងគ្រួសារលូថាឥឡូវយើងអាចដាក់អន្ទាក់ម្នាក់ឈ្មោះស៊ីឈុនហើយនឹងប៉ពួករបស់គេបាននៅទីនេះហើយហ្វានក៏សួរអ្នកនាងទៀតថាឥឡូវគិតមិនដែរបន្ទាប់ពីលឺហ្វាននិយាយបែបនោះអ្នកនាងគ្រួសារលូក៏ឆ្លើយទៅវិញថាចំហ្វានឈួតមែនតែឯងអីមកគិតហ្នឹងម្នាក់ឈ្មោះស៊ីហ្នឹងគឺជាអ្នកខ្លាំងម្នាក់ដែលមានកម្រិតជាគុណដល់តែ6ខ្ញុំមានកម្រិតជាគុណត្រឹមតែ3ហើយលោកមេកងផាំងមានកម្រិតជាគុណត្រឹមតែ4ទេនៅតែមិនមែនជាដៃគូរបស់គេចំណែកអ្នកប្រុសតូចគ្រាន់តែលឺនោះក៏ថាឲ្យហ្វានថាអាអ្នកបម្រើឈួតឯងគិតអីហ្នឹងឈប់និយាយរឿងអត់ប្រយោជន៍ទៅហើយអ្នកនឹងគ្រួសារលោកក៏បន្តនិយាយថាទោះបីជាខ្ញុំចូលរួមជាមួយនឹងលោកមេកងផាងក៏មិនអាចឈ្នះគេបានដែរហើយឯងគ្រាន់តែជាគុណឈីក៏ឯងរៀនមិនតាន់ចេះផងហើយឯងយកអីទៅគិតថាចង់ប្រកួតជាមួយគេហើយហ្វានក៏ឆ្លើយទាំងមុខញញឹមថានៅក្នុងផ្នែករបស់យើងពួកគេគ្រាន់តែជាសម័យតែប៉ុណ្ណោះហើយហ្វានបន្តសួរអ្នកនាងគ្រួសារលោកថាឥឡូវនាងមានជំរើសពីរទី1ចូលរួមជាមួយនឹងយើងទី2គឺទុកឲ្យពួកគេសម្រាប់នាងហើយហ្វានក៏បន្តទៀតថាដីសង្ឃឹមនៃគ្រួសារលូគឺស្ថិតក្នុងដៃរបស់នាងហើយបើនាងព្រមនាងត្រូវតែបកគលត្បូងវិញ្ញាណក្នុងដៃរបស់នាងមកឲ្យយើងរីឯអ្នកនាងគ្រួសារលូមិនអាចធ្វើអ្វីបានត្រឹមតែខឹងរួចក៏បានដោះចិញ្ចៀនដែលជាត្បូងវិញ្ញាណនោះបោះទៅឲ្យហ្វានយកទៅហើយក៏និយាយថាបើសិនជាឯងកុហកយើងនៅពេលដែលយើងស្លាប់វានឹងតាមឡងឯងហើយសាច់វិសាចនោះក៏ឆ្លើយទៅវិញថាកុំភ័យអីនាងមិនស្ដាយក្រោយនោះទេហើយចាំនៅហ្នឹងហើយបន្ទាប់មកស្ដេចពិសាចក៏ដើរចូលទៅក្នុងព្រៃរីឯអ្នកនាងគ្រួសារលូក៏និយាយថាចំបែកហ្នឹងនេះឆ្លើយមែនហើយអ្នកប្រុសតូចនោះក៏និយាយថាបងស្រីហើយអ្វីក៏បានបដៅគេទៅហើយអ្នកនាងគ្រួសារធំក៏ឆ្លើយទៅវិញថាយន្តហើយទោះគេឆ្លើយយ៉ាងណាក៏ដោយក៏ប៉ុន្តែគេបានជួយយើងហើយវាល្អជាងអ្នកខ្លះដែរល្អតែនៅខាងមុខយើងហើយបានធ្វើបាបយើងហើយអ្នកនាងគ្រួសារធំក៏ឆ្ងល់ថាតើមានអ្វីកើតឡើងចំពោះគេរីឯស្ដេចពិសាចគឺមិនខ្វល់អ្វីនោះទេបន្ទាប់ពីបានដើរចូលក្នុងព្រៃមកក៏ឡងមកសរសើរថាអូទីតាំងនេះពិតជាល្អមែនធាតុនាគនៅខាងកើតធាតុខ្លាសនៅខាងលិចធាតុហង្សនៅខាងត្បូងដណ្ដើមខ្មៅនៅខាងជើងហើយសត្វវិស័យក៏បន្តនិយាយទៀតថាទីតាំងនេះពិតជាល្អមែនដើម្បីបង្កើតកម្លាំងធម្មជាតិវាគួរអត់សំណោចណាស់ដែលខ្ញុំនៅណាដឹងពីរឿងនេះក៏ប៉ុន្តែយើងបានមកដល់ទីនេះហើយចង់យើងត្រូវតែប្រែទីតាំងនេះឲ្យក្លាយទៅជាភ្នំវិសាចមួយទៀតបន្ទាប់ពីនិយាយចប់សត្វវិស័យក៏ប្រើវិជាសិលរបស់គេដោយនិយាយថាសូមផ្លូវទៅឋានពិសុទ្ធបើកទ្វារឡើងហើយវិញ្ញាណវិសាចចេញមកបន្ទាប់មកសត្វវិស័យក៏បានប្រើចិញ្ចៀនដែលជាត្បូងវិញ្ញាណហើយក៏បានធ្វើឲ្យអាប់នៅទីតាំងនោះរសាត់បាត់ទៅរីឯអ្នកប្រុសតូចដែលចាំនៅខាងកាយនេះក៏បានលន់មាត់អូបងស្រីមើលហើយអ្នកនៅគ្រួសារធំក៏លន់មាត់ថាជុំអាប់រសាត់ទៅគាត់និយាយចប់ភ្លាមសម្រាប់ជើងរបស់ហ្វានក៏មកដល់ហើយអ្នកនៅគ្រួសារលូក៏សួរហ្វានថាជុំឯងធ្វើវាមែនហើយហ្វានក៏បានឆ្លើយទៅវិញថាអាហ្នឹងគ្រាន់តែជាសិលទេមានបញ្ហាអីមែនហើយហ្វានក៏ឲ្យពួកគេមកតាមហើយនឹងបរៀនពួកគេធ្វើឲ្យសិលដំណើរការហើយសម្រាប់លោកមេកាស៊ីហើយនឹងគ្នារបស់គេអ្នកនាងគ្រួសារលោកគាត់តែលឺបែបនេះក៏លន់មកថាស្អីគេអាហ្នឹងឯងគឺជាយុទ្ធសាស្ត្រហើយអ្នកនាងគ្រួសារលោកក៏បន្តដំណើរជាមួយនឹងហ្វានទៅក្នុងព្រៃកំឡុងពេលធ្វើដំណើរអ្នកនាងគ្រួសារលោកក៏គិតក្នុងចិត្តថាអាសិលហ្នឹងវាខ្លាំងជាងគេខ្លាំងជាងវិជាគុណនៅក្នុងលោកទៀតហើយវាជាការសម្ងាត់របស់គ្រួសារអធិរាជហើយអ្វីហ្វានដឹងពីយុទ្ធសាស្ត្រមួយហ្នឹងនៅពេលដែលអ្នកនាងគ្រួសារលោកដើរចិត្តដល់ហ្វានហើយក៏បានសួរហ្វានថាហ្វានហេតុអ្វីក៏ឯងដឹងរឿងហ្វានក៏ទៅលើបែបនោះក៏បានឆ្លើយតបទៅវិញថាមិនបាច់ខ្វល់ទេខ្ញុំបានដាក់អន្ទាក់នឹងរួចហើយរងចាំតែពួកគេដើរចូលអន្ទាក់តែប៉ុណ្ណោះហើយចាំខ្ញុំមករៀនយើងពីរបៀបប្រើវាហើយរឿងយើងក៏កាត់មកដល់ក្រុមចៅដែលបានចាប់លោកមេកងផាងដើម្បីមកស្វែងរកអ្នកនាងគ្រួសារលោកនិងលោកប្រុសតូចហើយកំឡុងពេលធ្វើដំណើរតាមផ្លូវលោកមេកងផាងក៏បានឲ្យលោកស៊ីដែលជាមេរបស់ពួកចៅនោះឲ្យសម្លាប់គេទៅបើមិនដូច្នោះទេគេនឹងមកសងសឹកគាត់នៅពេលក្រោយមេក្រុមចៅគាត់ទៅលើបែបនោះក៏ឆ្លើយតបទៅលោកមេកងផាងថាកុំភ័យអីយើងនឹងជួនតាមសំណពរឯងនៅពេលណាដែលយើងទទួលបានអ្វីដែលយើងចង់បានហើយលោកស៊ុនដែលជាមេក្រុមរបស់ពួកចៅនោះក៏បន្តនិយាយថា
ដល់រាប់ណាឯងនៅអ្នកនាងគ្រូសាលូមិនទុកឯងចោលនោះទេគ្រាន់តែលើកបែបនោះលោកមេកងផាងក៏បាននិយាយថាកុំប្រើយើងដើម្បីចាប់អ្នកនាងឲ្យសោះកំឡុងពេលធ្វើដំណើរក៏ពួកគេលាន់មាត់អូលោកស៊ុននោះមានមនុស្សនៅក្រោមដើមឈើហើយពួកគេក៏លាន់មាត់ថាអូអាក្មេងហ្នឹងឯងដែលសម្លាប់ហ្វាតសូហ្នឹងហើយអ្នកនរគ្នាហ្វាតសូគឺជាបរិបអ្នកដែលទៅសម្លាប់ដាច់វិសាចក៏មិនតែត្រូវសាច់វិសាចសម្លាប់មកវិញនៅពេលនោះសាច់វិសាចក៏បាននិយាយទៅកាន់មេចៅថាលោកស៊ុនយើងចាំឯងនៅទីនេះយូរណាស់មកហើយលោកស៊ុនដែលជាមេចៅនោះក៏បាននិយាយទៅកាន់ហ្វានថាហ្វានឯងពិតជាស្លាមធំណាស់ដែលហ៊ានបង្ហាញខ្លួននៅមុខយើងគ្រាន់តែនិយាយចាប់ភ្លាមលោកស៊ុនក៏បញ្ជាឲ្យកូនចៅរបស់គេទៅសម្លាប់សាច់បិសាចដោយកាត់ជាកង់ហ្នឹងហើយអ្នកនរគ្នាវគ្គនេះមានប៉ុណ្្នឹងទេសង្ឃឹមថាអ្នកនរគ្នាចូលចិត្តហើយបើចូលចិត្តជួយចុច like ខ្ញុំផងហើយកុំភ្លេច subscribe ទៅ YouTube Channel ខ្ញុំផងហ្នឹងហើយអរគុណច្រើនអ្នកនរគ្នាចាំជួបគ្នាវគ្គបន្តអរគុណចា៎បាយបាយ